ចំនួន Data Center កើនឡើងយ៉ាងគំហុកនៅក្នុងប្រទេសម៉ាឡេស៊ីកំពុងប្រឈមមុខនឹងកង្វល់កង្វះទឹកនិងអគ្គិសនីរហូតរដ្ឋាភិបាលរឹតបន្តឹងច្បាប់ប្រទេសម៉ាឡេស៊ីដែលធ្លាប់ជាតួអង្គតាក់ទាញទៅនឹងវិនិយោគខ្លាំងជាងគេនិងជានិន្នាការរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍លើវិស័យមជ្ឈមណ្ឌលទិន្នន័យ Data Center សម្រាប់ទ្រទ្រង់បច្ចេកវិទ្យា AI ឥឡូវនេះកំពុងប្រឈមមុខនឹងការរឹតបន្តឹងនិងការតវ៉ាយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកកង្វល់នេះកាន់តែធំឡើងជុំវិញការខ្វះខាតប្រភពទឹកស្អាតនិងថាមពលអគ្គិសនីសម្រាប់គ្រួសារនិងវិស័យកសិកម្មកំពុងបង្ខំឲ្យរដ្ឋាភិបាលម៉ាឡេស៊ីត្រូវរៀបចំការគ្រប់គ្រងឡើងវិញយ៉ាងតឹងរ៉ឹងនេះបើយោងតាមការចេញផ្សាយដោយព័ត៌មានស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃសុក្រទី24ខែកក្កដាឆ្នាំ2026យោងទៅតាមប្រភពព័ត៌មានការហក់ឡើងនៃមជ្ឈមណ្ឌលទិន្នន័យនៅម៉ាឡេស៊ីបានកើតឡើងបន្ទាប់ពីប្រទេសសិង្ហបុរីបានដាក់បម្រាមបណ្ដោះអាសន្នលើការកសាងមជ្ឈមណ្ឌលទិន្នន័យកាលពីចន្លោះឆ្នាំ2019ដល់ឆ្នាំ2022ដោយសារតែបញ្ហាធនធានទឹកនិងអគ្គិសនីដូចគ្នាកត្តានេះបានជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោករួមមាន Amazon, Microsoft, Tencent និង Alibaba សម្រុកទៅបោះទុនវិនិយោគរាប់សិបពាន់លានដុល្លារក្នុងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងជូហួរនិងរដ្ឋសេឡង់របស់ម៉ាឡេស៊ីផ្អែកទៅតាមទិន្នន័យពី JLL សមត្ថភាពថាមពលមជ្ឈមណ្ឌលទិន្នន័យនៅរដ្ឋជូហួរត្រូវបានគេរំពឹងថានឹងកើនឡើងទៅដល់8ដងរហូតដល់7000មេហ្គាវ៉ាត់ទោះជាយ៉ាងណាក៏ដោយបន្ទុកនៃការប្រើប្រាស់ធនធានបានឈានដល់ចំណុចប្រកាសអាសន្នបើតាមការបញ្ជាក់ពីធនាគារជាតិម៉ាឡេស៊ី Bank Negara មជ្ឈមណ្ឌលទិន្នន័យទំហំ50មេហ្គាវ៉ាត់មួយអាចប្រើប្រាស់ទឹកស្មើនឹងប្រជាពលរដ្ឋ2200គ្រួសារនិងប្រើប្រាស់អគ្គិសនីស្មើនឹង22000គ្រួសារប្រើប្រាស់ក្នុងមួយថ្ងៃនៅដើមឆ្នាំ2026នេះការតវ៉ាជាសាធារណៈលើកដំបូងបង្អស់បានផ្ទុះឡើងនៅក្នុងតំបន់ Iskandar Puteri រដ្ឋជូហួរដោយសារតែប្រជាពលរដ្ឋបារម្ភពីការធ្លាក់ចុះនៃសម្ពាធទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim និងក្រសួងពាក់ព័ន្ធបានសម្រេចផ្អាកឬកាត់បន្ថយការអនុញ្ញាតលើគម្រោងមជ្ឈមណ្ឌលទិន្នន័យណាដែលមិនពាក់ព័ន្ធនឹង AI និង AI Data Center ឬគម្រោងណាដែលប្រើប្រាស់ប្រភពទឹកខ្លាំងពេកបន្ថែមពីនេះអាជ្ញាធរបានដាក់ចេញនូវវិធានការប្រាក់ពិន័យលើក្រុមហ៊ុនណាដែលស្នើសុំការបម្រុងទុកថាមពលអគ្គិសនីនិងទឹកលើសពីការប្រើប្រាស់ជាក់ស្ដែងផងដែរក្រុមអ្នកវិភាគបច្ចេកវិទ្យាបានរំលេចថាការរឹតបន្តឹងស្តង់ដារនិងវិធានការការពារបរិស្ថានរបស់ម៉ាឡេស៊ីនាពេលនេះអាចនឹងធ្វើឲ្យលំហូរទុនវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ AI ចាប់ផ្ដើមបង្វែរទិសដៅទៅកាន់បណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ានផ្សេងទៀតដូចជាប្រទេសថៃនិងឥណ្ឌូនេស៊ីជាដើមដែលកំពុងប្រញាប់ប្រញាល់រៀបចំហេដ្ឋារចនាសម្ព័ន្ធទទួលស្វាគមន៍ទុនវិនិយោគទាំងនេះ